บัดครบជំរាបសួរអ្នកទាំងគ្នាសូមស្វាគមន៍មកកាន់ Channel YouTube មួយថ្ងៃមួយគំនិតនេះយើងចូលដល់ប្រធានបទនិយាយពីហិរញ្ញវត្ថុម្ដងប្រធានបទយើងថ្ងៃនេះនិយាយថាហេតុអ្វីយើងត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុចំណេះដឹងហិរញ្ញវត្ថុវាសំខាន់ចាំបាច់អ្វីខ្លះនៅក្នុងជីវិតរបស់យើងតើយើងត្រូវតែដឹងពីចំណេះដឹងហិរញ្ញវត្ថុដែរឬទេព្រោះអត្ថបទមុនខ្ញុំលើករៀបរាប់អំពីជីវិតដែលយើងត្រូវមានចំណេះដឹងដែលយើងត្រូវមានវាមាន3ទី1ចំណេះដឹងទូទៅទី2ចំណេះដឹងជំនាញបច្ចេកទេសទី3គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុដូច្នេះតើចំណេះដឹងផ្នែកហិរញ្ញវត្ថុវាសំខាន់ដល់កម្រិតណាមកក្នុងសម័យបច្ចុប្បន្ននេះរឿងទ្រព្យសម្បត្តិលុយកាក់ការមានជីវភាពល្អប្រសើរមានសម្ភារៈប្រើប្រាស់មានស្រែមានចម្ការមានមធ្យោបាយធ្វើដំណើរទៅមកល្អគឺជារឿងមួយដែលសំខាន់ចាំបាច់មែនទែនពួកអត្ថបទនេះវាកើតចេញពីបទពិសោធន៍និងការអានសៀវភៅរបស់ខ្ញុំហើយឬក៏ចំណេះដឹងហិរញ្ញវត្ថុភាគច្រើនដែលខ្ញុំទទួលបានគឺពី Robert ខ្ញុំអានសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រដែលយើងដឹងហើយ Rich Dad Poor Dad ខ្ញុំអានតាំងពី2016ជាយាមរំលឹកវាឡើងគ្រប់ពេលវេលាដោយសារតែអានសៀវភៅបែបនេះហើយធ្វើខ្ញុំយល់និងបដិបត្តិទៅតាមវាមានភាពល្អប្រសើរទោះបីជាមិនមានណាស់ណាក៏ដោយក៏មានមោទនភាពចំពោះខ្លួនឯងចំណុចមួយចំនួនដែលខ្ញុំយល់ដឹងអំពីអ្វីជាទ្រព្យអ្វីជាបំណុលនិងការបំលែងរបស់ដែលមិនពិតទៅជារបស់ដែលប្រធានបទរបស់ខ្ញុំលើកឡើងជាច្រើនភាគច្រើនគឺកើតចេញពីបទពិសោធន៍និងអ្វីដែលខ្ញុំធ្វើខ្លួនឯងផ្ទាល់និងទស្សនវិជ្ជាជាក់ស្ដែងពីការអានសៀវភៅខ្លះហើយយើងមកឆ្លើយសំណួរទាំងអស់គ្នាថាហេតុអីយើងត្រូវតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុជួយអីខ្លះដល់យើងនិយាយសាមញ្ញទៅវាជារឿងទូទៅដែលយើងត្រូវដឹងហើយជីវិតរបស់យើងរៀនអំពីចំណុចសាមញ្ញដែលងាយយល់រឿងដែលយើងត្រូវដឹងថាអ្វីជាទ្រព្យសម្បត្តិអ្វីជាបំណុលហើយយើងត្រូវតែទិញអ្វីដែលជាទ្រព្យសម្បត្តិនិងប្រើវិធីសាស្ត្រគ្រប់គ្រងវាបើយើងកាលពីមុនមកគឺតែងថាឲ្យតែមានលុយច្រើនគឺខ្លាចទៅជាអ្នកមានហើយតែការមានលុយច្រើនមិនធានាថាយើងខ្លាចទៅជាអ្នកមានទេឧទាហរណ៍អ្នកត្រូវឆ្នោតអ្នកត្រូវរង្វាន់ធំណាមួយគឺមានរយៈពេលខ្លីការបាត់បង់ទៅវិញវាលឿនទៅវិញដូចជាកណ្ដុរដែលជួបប្រទះទៅនឹងពីអង្គអញ្ចឹងយូរទៅទីកាន់តែអស់ទៅយូរទៅកណ្ដុរគឺជាប់នៅក្នុងពីអង្គចេញមិនរួចស្លាប់បាត់ក្នុងសម័យយើងបច្ចុប្បន្នអ្នកត្រូវឆ្នោតអ្នកត្រូវរង្វាន់យើងមើលឃើញជាក់ស្ដែងហើយការមានលុយច្រើនវាធ្វើឲ្យជីវិតរបស់គេទាំងអស់នោះមានបញ្ហាទៅវិញដូច្នេះមានតែចំណេះដឹងនៃការចាត់ចែងទេលុយច្រើនប៉ុណ្ណាក៏មិនសំខាន់ដែរសំខាន់វានៅជាមួយបើយើងបានយូរវាបម្រើប្រយោជន៍មកយើងបានវាមិននាំរឿងក្តៅក្រហាយនាំការប្រត់ប៉ះនៃរាជមកកាន់យើងខ្ញុំធ្លាប់រៀននេះជាបទពិសោធន៍របស់ខ្ញុំមិត្តភ័ក្តិរបស់ខ្ញុំរៀនចំនួនជាមួយគ្នាគាត់ធ្លាប់រស់នៅវត្តគាត់មានលុយចាយគ្រប់គ្រាន់ពេលដែលរៀនជំនាញគាត់ជិះម៉ូតូគប់ផ្ទះគាត់មានទេតែគាត់ជិះម៉ូតូគប់គាត់មានលុយច្រើនចាយដូចយើងមានលុយច្រើនចាយជាងយើងផងនិងមានទូរស័ព្ទទំនើបប្រើទៀតការចំនួននោះគឺ iPhone 6ខ្ញុំរៀន2016 17រៀនជំនាញខ្ញុំសាកសួរគាត់ថាគាត់ចាយវាបែបណាការចាយវារបស់គាត់ការសប្បាយរីករាយការផឹកស្រាការរឿងដែលអត់ប្រយោជន៍មួយចំនួនគឺគាត់អត់ធ្វើទេដូច្នេះមានន័យថាគាត់យល់ច្បាស់អំពីការចាយវាគាត់ធ្លាប់នៅវត្តនិយាយរួមទៅអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់គឺឲ្យតែយើងយល់អំពីជីវិតយើងយល់អំពីមេរៀនរបស់ពុទ្ធសាសនាការចាយវាការរស់នៅរបស់យើងគឺស្របទៅនឹងច្បាប់ធម្មជាតិយើងមិនលុកលន់ពេកមិនចង់បានអ្វីដែលជាផ្លូវការរយៈពេលខ្លីទេអ្វីក៏ដោយក៏ត្រូវការរយៈពេលវេលាដែរខ្ញុំមានតែ2ចំណុចទេដែលត្រូវចែករំលែកទៅកាន់អ្នកទាំងអស់គ្នានៅក្នុងអត្ថបទនេះដូចជាអត្ថបទបន្ថែមទៅលើអត្ថបទដែលខ្ញុំលើកឡើងច្រើនដែរហើយគឺចំណេះដឹងផ្នែកហិរញ្ញវត្ថុទី1ត្រូវដឹងថាអ្វីដែលជាទ្រព្យសម្បត្តិចំពោះវីដេអូនៃទ្រព្យសម្បត្តិខ្ញុំបានលើកឡើងហើយមានទាំងដីមានទាំងផ្ទះមានទាំងលុយជារឿងដែលយើងត្រូវដឹងថាអ្វីទៅជារបស់ពិតអ្វីទៅជារបស់មិនពិតការបំលែងវាទៅជារបស់ដែលពិតប្រែងវាទៅជារបស់ដែលមានប្រយោជន៍កាលនេះខ្ញុំមកបញ្ជាក់បន្ថែមថាអ្វីទៅជាទ្រព្យសម្បត្តិនិងអ្វីទៅជាបំណុលហើយយើងត្រូវតែប្រើវាដូចម្តេចយើងប្រើវាក្នុងន័យបែបណាដើម្បីទាញប្រយោជន៍ឲ្យយើងនិយមន័យដែល Robert ដាក់ឲ្យគឺវាសាមញ្ញខុសពីនិយមន័យនៅក្នុងវចនានុក្រមដែលយើងយល់ដឹងសាមញ្ញក្នុងន័យនេះគឺទ្រព្យសម្បត្តិគឺអ្វីក៏ដោយដែលវាផ្ដល់ចំណូលឲ្យយើងផ្ដល់ភាពរីករាយឲ្យយើងផ្ដល់លុយឲ្យយើងជាបំណុលអ្វីជាបំណុលគឺវាយកលុយពីយើងយកសេរីភាពយកភាពមិនសប្បាយរីករាយឲ្យយើងតើពីយើងដឹងអ្វីដែលជាបំណុលនិងអ្វីជារបស់ពិតមិនពិតហើយពេលដែលយើងធ្វើការឬក៏យើងមានចំណូលពីផ្នែកធ្វើការនេះខ្ញុំបញ្ជាក់ថាខ្ញុំនិយាយអំពី
យើងងើបខ្លួនអំពីអ្នកធ្វើការវិវត្តទៅដើម្បីសន្សំទ្រព្យខ្ញុំអត់និយាយអ្នកមានដែលគេមានហើយស្រាប់ទេគឺយើងកាត់ចេញពីអ្នករៀនរួចហើយទៅធ្វើការគេការសន្សំប្រាក់យកប្រាក់ចំណូលមកផ្នែកយកទៅទិញទ្រព្យទាំងដីទាំងមាសតែយើងត្រូវដឹងពីទីផ្សារនិងបរិបទសង្គមដែរហើយចំណេះដឹងទាំងអស់នេះយើងអាចរកបានគ្រប់ទីកន្លែងអ្វីដែលពាក់ព័ន្ធខ្ញុំក៏បានលើកច្រើនចានដែរនៅក្នុងអត្ថបទរបស់ខ្ញុំមិនលើកឡើងទីទេឲ្យអ្នកទាំងអស់គ្នាស្វែងយល់ខ្លួនឯងហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាស្វែងយល់អំពីហិរញ្ញវត្ថុមានន័យថានៅពេលដែលយើងមានបញ្ហាមានវិបត្តិគឺមកពីយើងអត់ចេះផ្នែកនោះដូច្នេះយើងត្រូវតែស្វែងរកចំណេះដឹងដែលពាក់ព័ន្ធផ្នែកនោះដើម្បីដោះស្រាយបញ្ហាចឹងថានៅពេលដែលយើងមានបញ្ហាមួយយើងទាល់គំនិតមានមនុស្សជាច្រើនទៀតដែលគេជួបនឹងអាចដោះស្រាយបញ្ហានេះបានយើងស្វែងរកទៅសម័យនេះគឺទលំទលាយណាស់នៅក្នុងប្រព័ន្ធសង្គមបណ្ដាញសង្គមទាំង YouTube ទាំង Facebook ទាំង TikTok ខាន់យើងជ្រើសរើសព័ត៌មានមួយណាដែលវាផ្ដល់ទាំងដំណោះស្រាយឲ្យយើងទ្រព្យសម្បត្តិដែលយើងត្រូវមានគឺដីនិយាយទៅទ្រព្យសម្បត្តិនិយមនៃទ្រព្យសម្បត្តិគឺអ្វីក៏ដោយឲ្យតែវាទាញប្រយោជន៍ឲ្យយើងមិនថាជាដីមិនថាជាផ្ទះមិនថាជាសម្ភារៈប្រើប្រាស់អ្វីក៏ដោយជីវកម្មការវិនិយោគការទិញដូរលក់ជួញដូរអ្វីក៏ដោយបើវាចំណេញនោះហើយគឺវាទ្រព្យបើវាខាតមនុស្សវាជាបំណុលហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាស្វែងយល់អំពីបញ្ហាហិរញ្ញវត្ថុដោយសារតែមនុស្សយើងបច្ចុប្បន្ននេះសង្គមរបស់យើងមានបញ្ហាវិបត្តិហិរញ្ញវត្ថុច្រើនណាស់យើងងាកទៅកាន់ទីជនបទយើងឃើញផ្ទះធំមួយចំនួនគឺដោយសារតែការខ្ចីលុយពីធនាគារដើម្បីសាងសង់ផ្ទះដើម្បីបំពេញភាពហ៊ឺហាឃើញអ្នកជិតខាងដែលគេធ្វើផ្ទះគឺទី1កូនរបស់គាត់ទៅស្រុកក្រៅទៅកូរ៉េទៅជប៉ុនទៅថៃមានលុយដល់ឲ្យធ្វើផ្ទះអ្នកនៅក្នុងស្រុកដែលពឹងផ្អែកទៅលើការធ្វើស្រែឬកូនធ្វើរោងចក្រជិតខាងនៅផ្ទះឬក៏នៅរាជធានីភ្នំពេញគាត់ខ្ចីលុយធនាគារធ្វើដែរដើម្បីកុំឲ្យចាញ់គេដើម្បីកុំឲ្យខ្មាស់គេដូច្នេះនេះហើយគឺជារឿងដែលយើងត្រូវពិចារណាដើម្បីទាញភាពហ៊ឺហាភាពសប្បាយរីករាយបានយើងត្រូវតែសាងអ្វីទៅដែលវាផ្ដល់ចំណូលយើងអ្វីទៅជាទ្រព្យសម្បត្តិសិនសំយើងទទួលឬក៏យើងភាពវាផលដែលយើងទទួលបានវិញគឺជាការផ្ទះសម្ភារៈទំនើបមិនមែនយើងចាប់ដើមពីអត់រួចហើយយើងទៅខ្ចីលុយគេដើម្បីធ្វើឲ្យបំពេញឲ្យស្មើភាពគេនោះទេវាគឺជារឿងដែលខុសឆ្គងនឹងការយល់ច្រឡំរបស់យើងរឿងចំណុចនេះជីវិតរបស់យើងបើយើងផ្ដើមអំពីភាពសាមញ្ញនិងមិនចង់ឈ្នះអ្នកដទៃគឺជារឿងដែលសំខាន់មែនទែនអត់តែយើងយល់អំពីអ្វីដែលយើងចង់បានឲ្យតម្រូវការដឹងពីគោលដៅពីទិសដៅដែលយើងចង់ទៅដល់ជីវិតរបស់យើងគឺមិនប្រកួតប្រជែងជាមួយអ្នកដទៃមិនព្យាយាមយកសម្ភារៈដទៃមកបំពេញឲ្យស្មើនឹងគេទេនិយាយរួមទៅពាក់ព័ន្ធនឹងទ្រព្យសម្បត្តិគឺពាក់ព័ន្ធទៅនឹងអារម្មណ៍និងការមើលមកកាន់ជីវិតរបស់យើងនិងការស្វែងរកអ្វីដែលជាការគ្រប់គ្រងគំនិតរបស់យើងកាលណាដែលយើងយល់ពីការរស់នៅច្បាស់យើងយល់អំពីជីវិតនិងការរស់នៅបែបសាមញ្ញធម្មជាតិធម្មតាគឺការលុបលន់និងការចង់ឈ្នះចង់ចាញ់អ្នកដទៃវាបាត់យើងមិនអាចលះជាសមុទ្រឆេតទេព្រោះយើងជាបុគ្គលជនតែយើងដឹងនៅក្នុងកម្រិតដែលយើងមិនប្រកួតប្រជែងអ្នកដទៃយើងរស់តាមសមាជីវៈយើងរកបានតាមសមាជីវៈវាមិនខុសអំពីសីលធម៌មិនខុសពីច្បាប់សង្គមយើងអាចក្រមែននៅក្នុងរយៈពេលខ្លីយើងអត់រយៈពេលបណ្ដោះអាសន្នប៉ុន្តែអនាគតទៅយើងល្អប្រសើរយើងស្មើភាពស្មើមុខស្មើមាត់គេវាហើយមិនមានបញ្ហាទៀតពាក្យចាស់របស់យើងគឺតែនិយាយរឿយៗហើយណាស់តែយើងមិនចាំនិងមិនចាប់អារម្មណ៍យកមកគិតទេពាក្យចាស់របស់យើងក៏តែងតែពោលថាឲ្យយើងនឿយពីក្មេងដើម្បីចាស់ទៅរស់នៅយ៉ាងសនុកសុខសប្បាយឲ្យយើងខំធ្វើការរកប្រាក់ខំសន្សំទ្រព្យសម្បត្តិដាក់លុយកាក់គឺដើម្បីពេលចាស់ទៅកុំឲ្យមានបញ្ហាកុំឲ្យយើងខ្ជិលនៅពេលដែលមានកម្លាំងមានពេលវេលាអាចរកបានជាងរកហើយរកនេះគឺទៅចេះទុកដាក់ចាត់ចែងវាឲ្យត្រឹមត្រូវបើយើងរៀនតាមចាស់បុរាណយើងអាចនិយាយថាការរស់នៅរបស់គាត់គឺស្របជាមួយនឹងច្បាប់ធម្មជាតិចំណេះដឹងរបស់គាត់ផ្នែកការរស់នៅគឺមិនចាញ់គឺខុសពីសម័យបច្ចុប្បន្នទូគាត់នៅក្នុងសម័យដែលមិនជឿនលឿនក៏ដោយតែជីវិតរបស់គាត់មានសេចក្តីរីករាយព្រោះគាត់អត់មានបំណុលទេយើងងាកទៅសម័យកាលពីមុនគឺអត់មានបំណុលទេទោះពេលខ្លះខ្វះខាតតែរីករាយមិនដូចសម័យឥឡូវទេខ្វះខាតហើយមានបំណុលជាប់ខ្លួនទៀតយើងត្រូវតែគិតក្នុងចំណុចនេះដែរតែមានបំណុលហើយជីវិតរបស់យើងគ្មានភាពរីករាយទេទាំងការរស់នៅទាំងការសម្ពាធផ្លូវចិត្តទាំងអារម្មណ៍ធ្វើការយើងស្ទើរតែ
การជំងឺបាក់ទឹកចិត្តចំពោះតែបំណុលវាមានន័យបែបណានៅពេលដែលយើងទៅពាក់បំណុលគេរួចហើយព្យាយាមធ្វើការដោះបំណុលគេពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំរហូតទៅដល់យើងអស់ទឹកចិត្តយើងធ្វើការយូរអត់សល់លុយក៏ជាបញ្ហាដែរយើងខុសអំពីយើងធ្វើការរួចហើយយើងបង់រំលោះជាមួយធនាគារដើម្បីទិញទ្រព្យទិញអ្វីដែលយើងផ្ដល់តម្លៃយើងពេលវាអស់ទៅវាបានប្រយោជន៍មកយើងកុំព្យាយាមស្មើមុខស្មើមាត់នឹងគេខ្មែររបស់យើងបងឲ្យមើលប្រានដាំស្លឲ្យមើលមុំចង្ក្រានតើឆ្នាំងរបស់យើងប៉ុន្មានយើងដាក់មុំចង្ក្រានប៉ុណ្ណាហើយនឿយពីក្មេងឲ្យហើយបើសិនជាយើងចង់មានមួយកុំខ្ជិលចំពោះរឿងដែលខ្ញុំទទួលបានតារបស់ខ្ញុំគាត់មិនសូវជាមាននេះណាទេតែដីខ្សែរបស់គាត់ច្រើនយាយរបស់ខ្ញុំក៏ដូចគ្នាដែរគាត់ធ្វើតែស្រែនិងដាំបន្លែតិចតួចទេប៉ុន្តែលុយចាយអត់អស់ទេការរស់នៅរបស់គាត់អត់មានតាក់ទងនឹងបំណុលទេគាត់គ្មានភាពហឺហាចង់តាមអ្នកណាទេប៉ុន្តែជីវិតរបស់គាត់មាននៅក្នុងភូមិនេះគឺមានចាយមិនខ្វះទេលក់តែស្រូវមួយឆ្នាំចាយរហូតដល់ឆ្នាំវិញហ្មងដូច្នេះវាងាយស្រួលលុះតែមានបញ្ហាណាមួយដែលចាំបាច់ត្រូវការលុយច្រើនទេដែរវាបញ្ហាថាមករស់បាននឹងមកចំណាយក្រោម1000 2000អីគឺគាត់រស់នៅបានយ៉ាងរីករាយអត់មានបញ្ហាអីទេហើយគ្មានបំណុលណាមួយដែលធ្វើឲ្យគាត់ឈឺក្បាលទេទោះសម្បត្តិដែលគាត់មានទាំងមានសត្វមានដីធ្វើស្រែធ្វើចំការមានមកចាប់មកសពមកគ្រប់អត់មានឈឺក្បាលនិងបំណុលចំពាក់គេចំពាក់អីទេដូច្នេះភាពដែលសាមញ្ញរស់នៅតាមទម្លាប់របស់ខ្មែររបស់យើងវាជារឿងសំខាន់នៅផ្ទះនេះបើយើងនៅផ្ទះភាគច្រើនសម័យបច្ចុប្បន្ននេះអ្នករត់ចោលផ្ទះច្រើនណាស់អ្នកដែលខ្ចីបំណុលគេមកសង់ផ្ទះខ្ចីបំណុលគេមកចាយវារហូតដល់បញ្ហាកើតឡើងរោគបំណុលសងគេមិនទាន់បំណុលរត់ចោលផ្ទះក៏មានដែរច្រើនណាស់អ្នកភូមិខ្ញុំគឺរត់ចោលមកដល់សប្តាហ៍នេះបញ្ហាអារម្មណ៍បញ្ហាកត្តាផ្លូវចិត្តបញ្ហាចំណេះដឹងផ្នែកអារម្មណ៍ចំណេះដឹងផ្នែកជីវិតរបស់យើងការយល់ដឹងពីជីវិតរបស់យើងវាតាក់ទងទៅនឹងការចាយវារបស់យើងសម័យកាន់តែជឿនលឿនអារម្មណ៍របស់យើងការគិតរបស់យើងកាលណាដែលយើងអត់យល់អំពីរឿងទាំងអស់នេះការចង់ទាន់អ្នកដទៃគឺជារឿងដែលបញ្ហាពេលដែលឃើញអ្នកដទៃសង់ផ្ទះអ្នកដែលនៅក្នុងស្រុកនេះគាត់ចង់ធ្វើផ្ទះដែរកូនអ្នកដែលធ្វើផ្ទះធំពីច្រើនភូមិខ្ញុំគាត់ទៅកូរ៉េទៅជប៉ុនជានេះទៅកូរ៉េទៅជប៉ុនកូនគាត់មកផ្ដល់ធ្វើផ្ទះឲ្យអ្នកដែលអត់មានកូនទៅកូរ៉េទៅជប៉ុនទេតែខ្ចីលុយគេមកធ្វើផ្ទះដើម្បីខ្លាចអន់ខ្លាចមិនមើលឲ្យគេមើលមកល្អដូចគេដែរនេះជាបញ្ហាហើយចង់បញ្ចប់ទៅវាបញ្ហាធ្លាក់លើនរណាឥឡូវបញ្ហាធ្លាក់លើខ្លួនយើងទេរត់ចោលស្រុកប្រត់ប្រាស់គ្រួសារអានេះវាកើតឡើងទៅលើកត្តាផ្លូវចិត្តរបស់យើងដូច្នេះសរុបមកវិញចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជារឿងដែលសំខាន់រឿងដែលសាមញ្ញគឺមុននឹងសាងសង់ផ្ទះយើងត្រូវតែបុកគ្រឹះទ្រព្យសម្បត្តិរបស់យើងគឺគ្រឹះនៃទ្រព្យសម្បត្តិរបស់យើងគឺដីដែលយើងនៅស្រែមានដីមានស្រែចម្ការមានការចិញ្ចឹមសត្វតាមបន្លែធ្វើរឿងដែលវាផ្ដល់ចំណូលយើងនឹងកាត់បន្ថយចំណាយកាលណាដែលយើងចំណាយច្រើនជាងចំណូលនោះហើយជាបញ្ហានៅពេលដែលយើងអត់មានចំណូលអត់មានសមត្ថភាពរកដូចហើយយើងព្យាយាមទាញបំណុលយកមកទៀតវាធ្វើឲ្យរឹតតែមានបញ្ហាទៅទៀតចំណេះដឹងផ្នែកហិរញ្ញវត្ថុការគ្រប់គ្រងអារម្មណ៍ការយល់ដឹងអំពីជីវិតការដឹងអំពីគោលដៅពីតម្រូវការរបស់យើងគឺជារឿងដែលយើងត្រូវតែមានត្រូវតែចាំបាច់ត្រូវដឹងយើងខ្លាំងថ្លែងដែលមុនធ្វើអីមួយមុនខ្ចីគេមុននឹងធ្វើអីក៏ដោយគឺស្មានអំពីសមត្ថភាពរបស់ខ្លួនឯងពីចំណេះដឹងរបស់ខ្លួនឯងមាននិងសមត្ថភាពនៃការសងត្រឡប់ទៅវិញទើបយើងខ្លួនឯងមិនជួបបញ្ហាគ្រួសាររបស់យើងមិនជួបបញ្ហាបងប្អូនរបស់យើងមិនជួបបញ្ហាយើងរក្សាបាននូវទ្រព្យសម្បត្តិយើងរក្សាបាននូវភាពរីករាយនៅក្នុងជីវិតរបស់យើងរីករាយឬមិនរីករាយវាតាក់ទងនឹងអារម្មណ៍របស់យើងច្រើនណាស់ចំណេះដឹងដែលយើងទទួលបានព័ត៌មានដែលយើងទទួលបានអ្វីដែលយើងគិតអ្វីដែលយើងយល់ពីជីវិតដូច្នេះប្រធានបទចប់ហើយអាចថាវាជាប្រធានបទផ្នែកហិរញ្ញវត្ថុនិងជាប្រធានបទទូទៅដែលខ្ញុំផ្ដល់ឲ្យអ្នកទាំងអស់គ្នាជាចុងក្រោយខ្ញុំតែងតែនិយាយនិងផ្ដល់ឲ្យអ្នកទាំងអស់គ្នាថាពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាមានន័យថាអ្នកទាំងអស់គ្នាអត់ចេះត្រង់ចំណុចនេះទេនៅពេលដែលមានបញ្ហាព្យាយាមស្វែងរកចំណេះដឹងស្វែងរកជំនួយតែមុននឹងស្វែងរកចំណេះដឹងនិងស្វែងរកជំនួយមុននឹងចង់ឲ្យគេជួយព្យាយាមធ្វើឲ្យអស់លទ្ធភាពខ្លួនឯងសិនបើសិនជាធ្វើមិនបានទេគឺរកគេជួយចាំថាការជួយមានគ្រប់ទីកន្លែងយើងត្រូវដឹងថាយើងចង់ជួយយើងចង់ចេះត្រង់ចំណុចណាពេលមានបញ្ហាមានន័យថាយើងអត់ចេះទេត្រង់ចំណុចនេះឧទាហរណ៍ថាយើងបែកកង់ម៉ូតូយើងអត់ចេះប៉ះកង់ម៉ូតូទេដូច្នេះយើងត្រូវរត់រជាងរឿងបញ្ហាហិរញ្ញវត្ថុក៏ដូចគ្នាដែរយើងចង់ដឹងយើងចង់មានភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុយើងត្រូវការមានការណែនាំ
ពីអ្នកដែលមានបទពិសោធន៍លើនោះយើងមិនមែនទៅណែនទៅស្ដាប់ពាក្យណែនាំពីមនុស្សដែលមានបញ្ហាដូចគ្នាទេជ្រើសរើសរវាងដំបូន្មានដែលវាល្អសមស្របសម្រាប់យើងខ្លួនឯងជាយាមថាយើងម្ចាស់ការលើខ្លួនឯងជ្រើសរើសគំនិតជ្រើសរើសគ្រប់គ្រងជីវិតរបស់យើងដោយខ្លួនយើងផ្ទាល់មានបញ្ហាដោះស្រាយវាដោយខ្លួនយើងស្វែងរកជំនួយដោយខ្លួនយើងអ្វីក៏ដោយបើសាបយើងស្របទៅតាមពាក្យធម៌ថាអត្តាហេអត្តនោនិថោខ្លួនទីពឹងខ្លួនក្នុងន័យនេះក្នុងជីវិតរបស់យើងម្នាក់គ្មាននរណាជួយយើងបានក្រៅអំពីខ្លួនយើងទេទាំងក្នុងផ្លូវលោកទាំងក្នុងផ្លូវធម៌ទោះបីជាយើងស្លាប់ទៅក៏ដោយការធ្វើបុណ្យឧទ្ទិសបុណ្យទៅឲ្យមិនប្រកាសថាបានទេដូច្នេះអ្វីដែលសំខាន់បំផុតគឺខ្លួនយើងទេចុងក្រោយនេះជាប្រធានបទដែលខ្ញុំចែករំលែកទៅកាន់អ្នកទាំងគ្នាឲ្យយល់ដឹងពីបញ្ហាហិរញ្ញវត្ថុហើយកុំចង់ដូចគេកុំចង់ស្មើគេបើសិនជាយើងកាត់ចេញអំពីគ្រួសារក្រខ្សត់រលាស់ខ្លួនអំពីភាពរលំបាកទៅភាពសនុកសុខស្រួលយើងមិនថាភាពមានបានហឺហាខ្លាចជាមហាស្ថិទេគឺយើងរលាស់ពីភាពក្រលំបាកតោកយ៉ាឲ្យវាទៅល្អប្រសើរជាងអ្វីដែលយើងធ្លាប់មានកាលពីមុនគឺតកតងផ្នែកអារម្មណ៍ស្នេហ៍ធានបត់របស់យើងចប់តែប៉ុណ្ណេះបើសិនការលើកឡើងទៅខុសខ្វះចន្លោះត្រង់ចំណុចណាមួយសូមអភ័យទោសផងបើសិនអ្នកនរគ្នាមានអ្វីចង់សួរអាចសួរបានខ្ញុំនឹងឆ្លើយទៅតាមចំណេះដឹងអ្វីដែលខ្ញុំចេះឆ្លើយជូនអ្នកនរគ្នាបាទសូមអរគុណ